តោះបងប្អូនថ្ងៃនេះយើងមកនិយាយពីរឿងមេធ្មប់ម្ដង The Witcher Season 1វគ្គ1តែម្ដងអញ្ចឹងនៅក្នុងវគ្គ1នេះគេនិយាយពីតួអង្គ Geralt ដែលគឺជា The Witcher ហ្នឹងជាមួយនឹងព្រះនាងហើយGeralt ហ្នឹងគឺជាមេធ្មប់ហើយនៅចូលទៅភូមិមួយគេរើសអើងគាត់ណាស់ហើយអាជីពរបស់គាត់ហ្នឹងគឺសម្លាប់បិសាចអារក្សដើម្បីទទួលលុយពីមនុស្សធម្មតាប្រជារាស្ត្រធម្មតាឬក៏ពួកអ្នកមានអញ្ចឹងណាថ្ងៃមួយគាត់ធ្វើការឲ្យមនុស្សម្នាក់អ្នកមានហ្នឹងដោយសារតែគាត់មានគំនុំជាមួយនឹងបិសាចម្នាក់សត្រូវគាត់ហ្នឹងជាបិសាចផងជាមនុស្សផងអញ្ចឹងការ៉ហ្នឹងក៏អត់ទទួលខាងហ្នឹងទេហើយសាច់រឿងវាបងប្អូនអាចទៅមើលបន្ថែមបានជាមួយនឹងព្រះនាងគាត់នៅជាមួយនគរដែលមានសុខស្រួលណាស់ប៉ុន្តែមាននគរទី2ហ្នឹងមកធ្វើសង្គ្រាមជាមួយគាត់ដោយសារតែគាត់ហ្នឹងមានធម៌ពលមួយដែលធ្វើឲ្យប៉ះពាល់ទៅនគរមួយទៀតនៅអនាគតអញ្ចឹងខ្ញុំនិយាយតែប៉ុណ្្នឹងឯងបងប្អូនអាចទៅមើលបន្ថែមបានឬក៏ចូល Telegram ខ្ញុំមើលនិយាយភាសាខ្មែរ AI និយាយបងប្អូនរៀងវល់ទេតែរៀងកាច់ន័យយល់ខ្លះហើយជាមួយ Subtitle អង់គ្លេសជាមួយនឹងខ្មែរគឺខ្ញុំដាក់ហ្នឹងហើយអញ្ចឹងមានអីខ្ញុំមើលមកវគ្គទី1នេះរៀងល្អមើលខ្ញុំហេតុផលដែលខ្ញុំមកមើលរឿងនេះដោយសារតែខ្ញុំលេងហ្គេមវាអត់សូវយល់សាច់រឿងណាចឹងខ្ញុំមកមើលរឿងសិន